Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការប្រាប់ពីរបៀបធ្វើឲ្យសេវាយើងវាដើររលូនជាងមុនហើយវាកាត់បន្ថយការស៊ីលុយផងដែរហើយអ្នកទាំងអស់គ្នាអាចតាមដានវីដេអូរបស់ខ្ញុំបានហើយមុននឹងចូលទៅប្រាប់ពីរបៀបសូមបងអ្នកទាំងអស់គ្នាជួយ Subscribe និង Like Comment ម្នាក់មួយមកដើម្បីជាកម្លាំងចិត្តតោះឥឡូវយើងមកចូលវីដេអូយើងទាំងអស់គ្នាមុនដំបូងអ្នកទាំងអស់គ្នាចុចទៅកាន់ Setting ចូលទៅកាន់ Setting ហើយអ្នកទាំងអស់គ្នាចុចលើពាក្យថា SIM and Network Setting នេះមួយនេះហើយបន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា Data Usage មួយនេះអ្នកទាំងអស់គ្នាចុចពីលើហ្នឹងមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាអស់មកក្រោមមកអ្នកទាំងអស់គ្នានឹងឃើញពាក្យថា Data Save រាប់ពីក្រោមមកកន្លែងលេខ2អ្នកទាំងអស់គ្នាហើយចូលអាហ្នឹងមកហើយអ្នកទាំងអស់គ្នាចូលមកអ្នកទាំងអស់គ្នានឹងឃើញប៊ូតុងបិទចាប៊ូតុងបិទចឹងអ្នកទាំងអស់គ្នាចុចប៊ូតុងនឹងបើកមកមានតែប៉ុណ្្នឹងឯអ្នកទាំងអស់គ្នាហើយយើងធ្វើការលេងហ្គេមឬក៏អីទៅវាធ្វើឲ្យយើងអត់សូវ slow អត់សូវស៊ីលុយដូចមុនគឺវាបិទដំណើរការផ្ទៃខាងក្រោយអ្នកទាំងអស់គ្នាដើម្បីកុំឲ្យវាស៊ីលុយច្រើនហើយនឹងស៊ីសេវាច្រើនអញ្ចឹងហើយវាធ្វើឲ្យយើងលេងហ្គេមទៅវារលូនណាអ្នកទាំងអស់គ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយកុំភ្លេចជួយ Subscribe ចុចមេដៃម្នាក់មួយមកអ្នកទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយអរគុណច្រើន